ដឹងគុណម៉ែឲ្យខ្លាំងសិនបានលោកទទួលស្គាល់ថាកូនរបស់លោកញោមបានគោរពបាត់ម៉ែអត់លោកមិនទទួលស្គាល់ថាកូនរបស់លោកទេទោសនៅក្នុងពុទ្ធសាសនាធ្ងន់បំផុតមាន5គេហៅអនន្តរិយកម្ម5ហ្នឹងធ្ងន់បំផុតទី1គឺមេតុឃាតសម្លាប់ម្ដាយកូនសម្លាប់ម៉ែទី2បេតុឃាតកូនសម្លាប់ឪពុកអានឹងអនន្តរិយកម្មឲ្យកូនធ្លាក់ទៅធ្ងន់បំផុតទី3អរហន្តឃាតបរិស័ទមនុស្សសម្លាប់ពួកព្រះអរហន្តទី4លោហិតបាតពួកមនុស្សទៅធ្វើឲ្យប្រពុតក្នុងពុលពងរងឈាមនឹងក្រវែងដុំថ្មអីតំបងទៅប្រពុតឲ្យលោកពូពងរងឈាមនឹងកិនមានឈាមស្មានតែ101ស៊ីឆ្អែតត្រូវអនន្តរយកម្មទី5គឺបំបែកពួកវងរបស់សង្ឃឲ្យបែកគ្នាទៅញុះញង់ឲ្យបែកគ្នាទោស5ហ្នឹងបំផុតដែលអាត្មាលើកមកនេះចង់បញ្ជាក់ពីមេតុឃាតបេតុឃាតទេឃើញទេពីព្រមមេត្តាដែលជាព្រះអរហន្តរបស់កូនតែកូនទៅប៉ះពាល់ទុកធ្ងន់ហើយណាធ្ងន់បំផុតនឹងសូមញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបវិញមេត្តាបិតានេះកុំថាឡើយត្រឹមតែញោមញាតិជាក្រឹសំបីអ្នកបួសក្នុងពុទ្ធសាសនាក៏អាចអញ្ចឹងមេត្តាបិតាបានដែរក្នុងវេលាណាដែលលោកចាស់ជារាទៅខ្វះទ្រព្យខ្វះសម្បត្តិខ្សត់ខ្សោយកូនជាអ្នកបួសនឹងអាចយកមកហូបអាហារទៅចិញ្ចឹមឲ្យគាត់បរិភោគពិសាបាននេះព្រះអង្គទ្រង់អនុញ្ញាតពិសេសម៉ែឲ្យខ្វះសម្លៀកបំពាក់មានស្បង់ជាពោសចាញ់ទៅកាត់ជាខោអាវជូនគាត់ទៅប្រើព្រះអង្គអនុញ្ញាតពិសេសសម្រាប់អ្នកបួសនឹងផងបំរើមេត្តាបិតាបានទាំងអស់ខ្ញុំមើលលោកឲ្យតម្លៃដល់ឪពុកម្ដាយនឹងយ៉ាងណាតែខុសពីសាសនាដទៃទាំងអស់ប៉ុន្តែយើងអត់ដឹងដូចមកហូបអាហារទីក្តីញោមញាតិជ្រះថ្លាមានមកហូបអាហារទីវត្ថុណាមួយយកចង់យកទៅថ្វាយព្រះពុទ្ធឬយកទៅបូជាព្រះសង្ឃបើមានដាបេដាមានជីវិតនៅឲ្យយកទៅបូជាលោកសិនសំយកទៅថ្វាយព្រះពុទ្ធក្រោយនេះលោកបញ្រៀនយ៉ាងទៀតដែលកូនណាដឹងនេះបានមកអាហារបលទៅវត្តទៅសល់ខ្លះបានដួសជូនម៉ែជូនឪទៅបញ្ច្រាស់ពីពុទ្ធសាសនាណាថ្ងៃនេះលុបអាការបញ្ច្រាស់ចេញញោមយកធ្វើអញ្ចឹងណាលោកឪពុកអ្នកម្ដាយនៅមានអីទៅវត្តប្រគិនប្រសង់ក្តីប្រពុតក្តីដួសទៅបូជាព្រះក្នុងផ្ទះឲ្យសិនសំយកទៅថ្វាយប្រពុតនិងប្រសង់ខាងក្រោយនឹងប្រពុតលោកបញ្រៀនអញ្ចឹងមិនអាត្មាថាទេនឹងក៏ប្រពុតលោកប្រាប់អញ្ចឹងអាត្មានាំពុទ្ធដីកាមកប្រាប់ញោមទេយកទៅបូជាម៉ែឪសិនបើរបស់នោះវាតែតែចែកតែមិនកើតមិនបាច់យកទៅថ្វាយប្រពុតទេយកទៅបូជាព្រះក្នុងផ្ទះមកទៅនោះបញ្រៀនបញ្យល់ចឹងយើងមើលណាអីខ្លះអភ័ព្វឲ្យមកជាតិនេះងាប់ទៅបាត់អស់អត់បានដឹងតែប្រពុតលោកប្រាប់ថាម៉េចបើសំណោះញោមចាស់ប្រាប់ទៅគុំមកវាអភ័ព្វមកអភ័ព្វមកជាតិហ្នឹងសូមឲ្យញោមញាតិជាតិពីគុណតម្លៃរបស់មេត្តាបិតានោះហើយព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងទីបញ្ជាក់ប្រាប់ថាកូនប្រុសស្រីណាដែលគោរពបម្រើមេត្តាបិតាអ្នកប្រាជ្ញតែងសរសើរបុគ្គលនឹងឯងក្នុងលោកនេះដល់ទៅខាងមុខកូននឹងទៅរីករាយនៅក្នុងឋានសួគ៌នឹងអានិសង្សនៃការគោរពដឹងគុណនឹងការដឹងគុណនឹងជាកតញ្ញូតាធម៌មួយដ៏ធំសម្រាប់មនុស្សបើយើងនិយាយតាមចិនថាហុងស៊ុយតែពុទ្ធសាសនាការដឹងគុណនឹងជាហុងស៊ុយតែចេះគោរពបម្រើមេត្តាបិតានឹងលោកថាធ្វើកតញ្ញូនេះជាហុងស៊ុយជួយថែរក្សាការពារកូនចៅដែលមានធ្វើកតញ្ញូនោះធ្វើកតញ្ញូមានដេចជាព្រមមានអំណាចមានឥទ្ធិពលអាចថែរក្សាការពារអ្នកដែលមានធ្វើកតញ្ញូមិនឲ្យចង្រៃឧបសគ្គឲ្យចូលមកបៀតបៀនយើងបានដែរ
លោកសំដែងថាបើកូនប្រុសស្រីនឹងប្រកបអាជីវកម្មធ្វើជាកសិកម្មពាណិជ្ជកម្មឬក៏ឧស្សាហកម្មមន្ត្រីរាជការអីធ្វើកតញ្ញូជួយទ្រទ្រង់បុគ្គលនោះឲ្យចម្រើនរូបដោះជានិច្ចមិនឲ្យធ្លាក់ចុះទេលោកសំដែងយ៉ាងចាចម្រើនធ្វើកតញ្ញូនឹងឯងជួយគ្រប់គ្រងសំបីតទេពតាក៏មរសាកូនដែលមានធ្វើកតញ្ញូនឹងឯងមិនឲ្យមានសត្រូវឧបសគ្គណាមួយចង្រៃណាមួយមកបៀតបៀនបានទេទេវតាថែរក្សាឲ្យបុគ្គលនឹងទៀតហើយបុគ្គលនោះលុះអស់ជីវិតទៅនឹងទៅកាន់ឋានសួគ៌ដោយស្វ័យប្រវត្តិនឹងអានិសង្សនេះធ្វើកតញ្ញូនឹងសំយមញាជ្រាបអំពីពុទ្ធសាសនាទាក់ទងនឹងជីវិតរបស់មនុស្សពុទ្ធសាសនាអត់ទាក់ទងអីនឹងខ្មោចទេតែអញ្ចឹងញោមឆ្ងល់ចេះធ្វើបន់បរិញ្ញានេះដើម្បីនឹងឧទ្ទិសជូនទៅខ្មោចនឹងឯងមិនលោកសំដែងចឹងតែអានឹងមានខ្មោចណាមកមុនប្រគេនចង្អានញោមញាតអ្នករស់តើកម្មវិធីរបស់មនុស្សតែដែលគេធ្វើគេដឹងគុណពុព្វការីគេដែលលះលោកទៅហើយអានឹងកុំច្រឡំណាញោមណាពុទ្ធសាសនាមានប្រយោជន៍ទៅនឹងមនុស្សទេនេះជារៀបញោមជាឲ្យយល់អញ្ចឹងអានេះនិយាយត្រឹមសំដែងត្រឹមតែលក្ខណៈដែលពុទ្ធសាសនាទាក់ទងនឹងសង្គមមនុស្សហើយមនុស្សទាំងអស់ជាផ្លូវនៃជីវិតមេត្តាបិតាដើរលើផ្លូវជីវិតនឹងឯងដើរលើមេគានេះឯងដើម្បីអប់រំកូនក៏ដើរលើមេគាឯប្រពុតប្រាប់ដើម្បីសង្គ្រោះដឹងគុណមេត្តាអានេះជាផ្លូវទាំងអស់ជាមេគាទាំងអស់អានេះអញ្ចឹងបានសំដែងធឿងឯនេះនិយាយតែអំពីពុទ្ធសាសនាដែលទាក់ទងនឹងឪពុកម្ដាយហើយនឹងកូននេះញោមណាមិនមានតែប៉ុណ្្នឹងទេមានច្រើនក្រៃលែងទៅទៀតប៉ុន្តែបើសំដែងឲ្យអស់ថ្ងៃនេះទៅឈប់បានមកសំដែងទៀតហើយណាបាត់ពុទ្ធតែចាស់ហ្នឹងល្បែងនិយាយលេងទៅញោមអើយញោមនិយាយលេងបើគឺឃើញថាប៉ុណ្ណឹងក៏លមមប្រកម្មវិធីបន់វាទាក់ទងការដឹងគុណសំដែងតែប៉ុណ្ណឹងយ៉ាងណាញោមណាបើប្រាប់ប៉ុណ្ណឹងឲ្យដឹងពុទ្ធសាសនាលោកឲ្យតម្លៃមេត្តា